សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel បងហាន់សំឡេងរឿងជាអើសូមជួយចុច Subscribe ដែល admin ម្នាក់មួយផងដែរតោះចុចសាច់រឿងយើងតែម្ដងទៅគឺរឿងតាមស្នេហ៍បងដល់ជើងមេឃភាគទី16តពីភាគមុនគឺដល់ឈុតកន្លែងដែលបងពីនហើយនិងមីគីគាត់បាននាំគ្នាទៅដើរលេងហើយពេលហ្នឹងគឺបងពីនគាត់បាននិយាយទូរស័ព្ទជាមួយនឹងអាលីរីហើយពួកគាត់ក៏បាននាំមីគីហ្នឹងទៅដើរលេងនៅខាងក្រៅបន្តទៀតពួកគាត់នាំគ្នាជិះកង់លេងហើយពេលដែលជិះកង់ដើរលេងរួចហើយក៏បាននាំគ្នាទៅកន្លែងមួយហើយនៅកន្លែងហ្នឹងគឺគេកូដ view ឡងហើយឲ្យយើងរំslow ជាមួយគ្នាពេលហ្នឹងមីគីក៏បានឲ្យបងពីននឹងរំជាមួយគាត់ហើយបងពីនក៏បាននិយាយថាគាត់មិនចេះរំទេប៉ុន្តែដើម្បីធ្វើឲ្យមីគីសប្បាយចិត្តគាត់ក៏បានរំជាមួយនឹងមីគីទៅបន្ទាប់ពីរំហើយគាត់ក៏បានត្រឡប់មកខុនដូបន្ទប់កាត់វិញហ្នឹងគឺមីគីគាត់បាននាំបងពីនយើងហ្នឹងគឺធ្វើ homework ហើយអ្នកទាំងអស់គ្នាគឺអត់ខ្វល់ពីណៃខ្លួនឯងឈឺនោះទេគឺគាត់ចង់ហើយគឺទៅហើយអំឡុងពេលដែលកំពុងតែធ្វើ homework ហ្នឹងគឺមីគីហ្នឹងគឺគាត់បានឡើងជិះលើបងពីនតែម្ដងហើយពេលហ្នឹងបងពីនក៏គាត់បាននិយាយថាទោះឲ្យគាត់ជាអ្នកចាត់ការវិញដោយសារតែដៃអូនឈឺកុំឲ្យប្រើដៃនឹងអីពេលហ្នឹងមីគីក៏អូខេហើយពេលដែលបងពីនកំពុងតែអនុវត្តហ្នឹងអ្នកទាំងអស់គ្នាគឺមីគីគាត់ទប់អារម្មណ៍អត់បានទេហើយគាត់យកដៃហ្នឹងមកចាប់ក៏បងពីនយើងពេលហ្នឹងបងពីនក៏កាត់បាននិយាយថាបងបានប្រាប់អូនហើយតើថាកុំឲ្យប្រើដៃហ្នឹងមិនក៏អូននៅតែមិនស្ដាប់អញ្ចឹងពេលហ្នឹងគាត់ក៏បានយកខ្សែវាញដែលគាត់ចងនឹងរ៉េតបាយអ្នកនរគ្នាស្រាក្រហមហ្នឹងគឺយកមកចងកប៉ាត់ដៃមីគីឡើងទៅលើបដ ாய் គឺដោយអាឈុតដំបងដែលគេណាត់គ្នាជុកដំបងហ្នឹងគឺគេធ្វើ style អញ្ចឹងឯងអ្នកទាំងអស់គ្នាបន្ទាប់ពីរាត្រីរ៉ូមែនទិកនឹងបញ្ចប់ហើយគឺដល់ព្រឹកឡើងហ្នឹងគឺបងនីតានឹងគាត់បាន invite បងពីនហ្នឹងទៅទទួលលិខិតបុគ្គលិកឆ្នាំនៅលើអាគារគេរៀបចំកម្មវិធីនៅលើដំបូលអាគារមួយហើយពេលហ្នឹងគឺបងពីនគាត់គាត់ស្ទើរអ្នកទាំងអស់គ្នាដោយសារតែគាត់ខ្លាយនៅទីខ្ពស់អញ្ចឹងគាត់អត់ហ៊ានឡើងទៅទេពេលហ្នឹងមីគីក៏គាត់បាននិយាយលួងលោមបងពីនដែរថាបងមិនចាំបាច់ខ្លាយអ្វីទេគឺខ្ញុំនៅជាមួយបងជានិច្ចសូមបងកុំព្រួយអីបងពីនគាត់ក៏បាននិយាយយល់ព្រមជាមួយនឹងមីគីប៉ុន្តែនៅក្នុងចិត្តរបស់គាត់គឺនៅតែភ័យខ្លាចដដែលហ្នឹងហើយថ្ងៃដែលទទួលពីនរង្វាន់ហ្នឹងគឺបានមកដល់ហើយបងពីនគាត់ក៏បានទៅជាមួយនឹងមីគីគឺគាត់បានដើរកាន់ដៃគ្នាហើយពេលហ្នឹងគឺលោកយាយមីគីហើយនឹងបងនីតាហ្នឹងគាត់ក៏បានដើរមកពីក្រោយហើយពេលហ្នឹងក៏យាយមីគីហ្នឹងក៏រៀងកាហឹមបន្តិចក៏បងពីនគាត់លេងដៃមីគីទៅហើយក៏ឲ្យមីគីហ្នឹងដើរទៅមុនទៅចាំគាត់ដើរទៅតាមក្រោយពេលហ្នឹងគឺគាត់ចាប់ផ្ដើមថប់ដង្ហើមហើយអ្នកទាំងអស់គ្នាដែលស្ដាប់តាការភ័យខ្លាចនៅទីខ្ពស់ហ្នឹងគឺដកដង្ហើមមកដល់គ្នាទេគឺគាត់ចាប់ផ្ដើមភ័យហើយគាត់ដើរទៅមកអត់រួចទេហើយភ្នែករបស់គាត់គឺសម្លឹងមើលទៅគឺឃើញព្រិលទាំងអស់ហើយដង្ហើមដល់អត់ដល់គ្នាទេគឺគាត់ឈានជើងដើរទៅមុខម្ដងទីម្ដងតិចហើយចំណែកឯកម្មវិធីហ្នឹងគេក៏ចាប់ផ្ដើមហៅឈ្មោះគាត់ឲ្យឡើងទទួលពានរង្វាន់ដែរពេលហ្នឹងគឺអត់ឃើញគាត់ដើរមកឡើងមកទទួលពានរង្វាន់ហ្នឹងគឺគ្រប់គ្នាហ្នឹងគឺកំពុងតែរងចាំមើលស្រាប់តែពេលហ្នឹងគឺគាត់បានដួលរោសន្លប់ហើយអ្នកទាំងអស់គ្នាដោយសារតែគាត់ដកដង្ហើមអត់ដល់គ្នាពេលហ្នឹងមីគីគឺគាត់បានរត់ទៅជួយរត់តាមទ្រង់បងពីនយើងកុំឲ្យគាត់ស្លាប់នេះណាក៏ឲ្យគាត់មានដង្ហើមដកធម្មតាវិញហើយបងនីតាក៏បានរត់ទៅមើលដែរហើយឲ្យមីគីនឹងនាំបងពីននឹងទៅសម្រាប់ទៅមីគីក៏បាននាំបងពីននឹងទៅសម្រាប់នៅឯខុនដូទៅហើយអំឡុងពេលដែលមុននឹងទៅដល់ខុនដូហ្នឹងគឺគាត់បាននិយាយគ្នាជាមួយនឹងបងពីនដែរនៅពេលដែលអាការៈបងពីនហ្នឹងគាត់ចាប់ផ្ដើមធូរបានបន្តិចហ្នឹងបងពីនក៏គាត់សម្រេចចិត្តនិយាយប្រាប់មីគីទៅថាមូលហេតុដែលគាត់ខ្លាយទីខ្ពស់ហ្នឹងដោយសារតែបងស្រីរបស់គាត់ហ្នឹងបានលោតទម្លាក់សម្លាប់ខ្លួនពីលើដំបូលអាគារនឹងឯងហើយមូលហេតុហ្នឹងគឺដោយសារតែគាត់ស្រឡាញ់ស្រីតែមួយដូចគ្នាព្រោះពួកគាត់ទាំងពីរនាក់ហ្នឹងបងប្អូនភ្លោះអ្នកទាំងអស់គ្នាហើយម្នាក់ស្រីដែលគាត់ស្រឡាញ់ហ្នឹងគឺអត់ស្រឡាញ់ស្មោះនឹងគាត់ជាមួយនឹងបងគាត់ទេគឺស្រឡាញ់បោកយកលុយកាក់បែបហ្នឹងអ្នកទាំងអស់គ្នាអារម្មណ៍ដែលគាត់ភ័យខ្លាចហ្នឹងគឺនៅដកចិត្តនៅក្នុងចិត្តរបស់គាត់រហូតគឺគាត់អាច
បំភ្លេចបានទេគឺធ្វើឲ្យគាត់នៅតែភ័យខ្លាចរហូតដល់សប្តាហ៍ថ្ងៃហ្នឹងដូច្នេះហើយបានគាត់មិនចង់ឡើងនៅកន្លែងដែលខ្ពស់ហ្នឹងមីគីក៏បាននិយាយលួងលោមបងពីនយើងឲ្យគាត់សម្រួលអារម្មណ៍ហើយក៏នាំទៅខុនដូសម្រាប់ទាំងអស់គ្នាទៅចូលអាសាយើងឯនេះវិញគឺបន្ទាប់ពីចប់កម្មវិធីហើយគាត់ក៏បានតាក់ទងទៅកាន់អាលីប៉ុន្តែក៏តាក់ទងទៅអាលីអត់ចូលទេដោយសារតែអាលីនឹងគាត់ចុចបិទទូរស័ព្ទចំណែកអាលីយើងឯនេះវិញគឺឪពុករបស់គាត់នឹងគឺបានទៅរឿងគាត់ទៅដល់ខុនដូបណ្ដោយហើយបានបើកទ្វារចូលនៅក្នុងបន្ទប់ហ្នឹងគឺបានឬអីវ៉ាន់ខ្ទេចខ្ទីអស់គឺគាត់ចង់បានលុយហើយអាលីរបស់យើងហ្នឹងគឺគាត់អត់ឲ្យលុយទេហើយឪពុករបស់គាត់ហ្នឹងគឺចង់ធ្វើបាបគាត់បណ្ដោយគឺគាត់រវាយរអីអាលីយើងចឹងអ្នកទាំងអស់គ្នាហើយអាលីក៏បាននិយាយថាគាត់នឹងតស៊ូជាមួយនឹងឪពុករបស់គាត់នឹងឯងគឺគាត់មិនឲ្យដូចម៉ាក់គាត់ទេដែលឲ្យឪពុករបស់គាត់ហ្នឹងវាយធ្វើបាបគាត់នឹងពេលហ្នឹងគឺប៉ារបស់គាត់នឹងចាប់ផ្ដើមយកខ្សែក្រវ៉ាត់ហ្នឹងមករវាយអាលីយើងចឹងណាហើយពេលហ្នឹងគឺអាសាហ្នឹងគឺគាត់បានទៅដល់ដោយសារតែគាត់ខលទៅអាលីអត់ចូលហ្នឹងគាត់ក៏បានមករដល់ខុនដូហើយក៏បានរងជំនួសអាលីយើងទៅត្រូវមួយខ្សែក្រវ៉ាត់ទៅហើយពេលហ្នឹងគឺអាសាក៏បានសួរទៅឪពុកទៅសួរទៅប៉ាអាលីថាតើអ្នកជានរណាអីបែបហ្នឹងចឹងអ្នកទាំងអស់គ្នាពេលហ្នឹងគាត់ក៏បានឆ្លើយថាគាត់ត្រូវជាប៉ារបស់អាលីហើយគាត់មករលុយតែឯងមានលុយឲ្យគាត់អត់មានលុយឲ្យគាត់ទេគាត់នឹងធ្វើបាបទាំងនឹងឯងក៏អត់ចេញទៅណាទេពេលហ្នឹងគឺអាសាក៏បានឲ្យលុយប៉ាអាលីទៅប៉ាអាលីក៏គាត់បានចាក់ចេញទៅបាត់ទៅបន្ទាប់មកគឺអាលីហ្នឹងគឺគាត់បានលាបរបួសឲ្យអាសាយើងឲ្យកំពុងពេលដែលលាបរបួសឲ្យហ្នឹងគឺអាស្លីក៏បានសុំបីគ្នាជាមួយនឹងអាសាតែម្ដងទៅគឺមូលហេតុដោយសារតែគាត់អត់ចង់ឲ្យអាសាហ្នឹងមកពាក់ព័ន្ធជាមួយនឹងបញ្ហារបស់គាត់ទេព្រោះគាត់ដឹងច្បាស់អំពីប៉ារបស់គាត់ហ្នឹងគឺគាត់នឹងមករកគាត់ទៀតហើយចំណែកអាសាគឺនៅពេលដែលលឺអាលីសុំបីគ្នាហើយគឺគាត់ចាប់ផ្ដើមអួលដំកហើយក៏បានសួរមូលហេតុទៅកាន់អាលីថាហេតុអ្វីបានសុំគាត់បែកពេលណាអាលីក៏គាត់បានឆ្លើយថាគាត់អត់ចង់ឲ្យនរណាផ្សេងទៀតហ្នឹងមកឈឺចាប់ដោយសារតែបញ្ហាផ្ទាល់ខ្លួនរបស់គាត់ទេព្រោះគាត់នឹងជារកប៉ាគាត់ច្បាស់ណាស់ហើយអាសាក៏គាត់បាននិយាយថាវាមិនអីទេវាគ្រាន់តែប៉ះពាល់តិចតួចតើប៉ុន្តែអាលីគឺគាត់នៅតែចង់បែកគ្នាគឺគាត់និយាយសំបែកគ្នាពីអាសាហ្នឹងគឺទាំងបង្ខំទេអ្នកទាំងអស់គ្នាដោយសារតែគាត់ក៏ស្រឡាញ់អាសាយើងខ្លាំងដែរចំណែកអាសាគាត់ក៏មិនបានបដិសេធអីច្រើនដែរដោយសារតែគាត់ដឹងជ្រើអាលីហ្នឹងគាត់ក៏បានយល់ព្រមប៉ុន្តែបែកគ្នានឹងទាំងបង្ខំទេអ្នកទាំងអស់គ្នាម្នាក់សិតតែខូចចិត្តទៅពីនិយាយគ្នារួចរាល់ហើយអាសាក៏គាត់បានចាក់ចេញទៅទាំងខូចចិត្តទាំងសោកសៅហើយចំណែកអាលីក៏គាត់អង្គុយយំយ៉ាងខ្លាំងនៅក្នុងបន្ទប់របស់គាត់នឹងឯងកាត់ចូលមកដល់ឈុតបងពីងជាមួយនឹងមីគីណែវិញគឺដល់ថ្ងៃកំណត់ចុងក្រោយដែលគេបានសន្យាជាមួយនឹងលោកយាយហ្នឹងគឺគេសុំនៅជាមួយគ្នារយៈពេល2អាទិត្យហ្នឹងហើយថ្ងៃហ្នឹងគឺជាថ្ងៃចុងក្រោយដែលដល់ពេលកំណត់ហើយព្រឹកឡើងគឺដល់ថ្ងៃដែលជាថ្ងៃ last day របស់ពួកគាត់នៅជាមួយគ្នាហ្នឹងហើយពួកគាត់ក៏បាននាំគ្នាចេញទៅក្រៅដោយធម្មតាហើយគាត់បានជូនគ្នាទៅកន្លែងធ្វើការបងពីនហ្នឹងចំណែកឯបងពីនគឺពេលដែលទៅដល់កន្លែងធ្វើការហើយគាត់ក៏បានទៅរកបងនីតាដោយគាត់ដាក់ពាក្យសុំលាឈប់តែម្ដងហើយបងនីតាគាត់ក៏មិនបានហាមអីដែរដោយសារតែគាត់ដឹងថាគាត់មានលក្ខខណ្ឌសន្យាគ្នាជាមួយនឹងលោកយាយហ្នឹងហើយពេលដែលគាត់យកសម្បត្តិទៅឲ្យបងនីតាហ្នឹងបងនីតាក៏គាត់គ្រាន់តែសួរថាតើវាដល់ថ្ងៃកំណត់ហើយមានទេពេលហ្នឹងបងពីនក៏គាត់រៀងភ្ញាក់ផ្អើលបន្តិចដែរដោយសារតែគាត់អត់ដឹងថាបងនីតាហ្នឹងគាត់ដឹងឮដែរបងពីនក៏គាត់បាននិយាយថាចាបូគឺដល់ពេលហើយគាត់មិនចង់ធ្វើបាបមីគីទៀតទេដូច្នេះគាត់សម្រេចចិត្តចាក់ចេញទៅហើយចំណែកឯបងនីតាគាត់ក៏បានជូនពរឲ្យបងពីននឹងមើលថែខ្លួនឯងផងបន្ទាប់ពីនិយាយគ្នាជាមួយនឹងបងនីតាហើយមីគីក៏បានណាត់ជួបបងពីននៅកន្លែងមួយហើយយប់ហ្នឹងគឺគាត់បានជួបគ្នាមីគីក៏បានសួរទៅបងពីនថាតើបងពីនធ្លាប់ស្រឡាញ់ខ្ញុំទេឥឡូវនេះគឺខ្ញុំចង់ដឹងចម្លើយខ្ញុំគ្រាន់តែចង់ដឹងចំណែកឯបងពីនក៏បានសួរបកទៅកាន់មីគីវិញថាហេតុអ្វីបានជាសួរកាត់បែបហ្នឹងមូលហេតុអី
មីគីក៏គាត់មិនបានឆ្លើយអ្វីដែរគាត់គ្រាន់តែឆ្លើយថាខ្ញុំសួរព្រោះខ្ញុំគ្រាន់តែចង់ដឹងតែប៉ុណ្ណោះតើបងឆ្លើយបានឬទេចំណែកបងពីនគឺគាត់អត់បានឆ្លើយតបទៅកាន់មីគីទេគឺគាត់នៅស្ងៀមមួយសន្ទុះហើយមីគីក៏បានសួរតថាហេតុអ្វីបានជាបងនៅស្ងៀមបែបហ្នឹងបងពីនក៏គាត់បានឆ្លើយទៅថានេះគឺជាចម្លើយរបស់គាត់នឹងឯងហើយគាត់ដឹងហើយថាគាត់មិនហ៊ានឆ្លើយថាស្រឡាញ់ទេដោយសារតែគាត់បានសន្យាសុំនៅជាមួយមីគីជាមួយនឹងលោកយាយរបស់គាត់ហ្នឹងលោកយាយមីគីអ្នកទាំងអស់គ្នាគឺសុំនៅជាមួយមីគីហ្នឹងត្រឹមតែ2អាទិត្យទេចំណែកឯមីគីមានលក្ខខណ្ឌជាមួយនឹងលោកយាយរបស់គាត់ហ្នឹងនៅក្នុងរយៈពេល2អាទិត្យហ្នឹងគឺធ្វើម៉េចឲ្យបងពីនហ្នឹងព្រមស្រឡាញ់គាត់សារភាពថាស្រឡាញ់អញ្ចឹងវាផ្ទុយគ្នាម្នាក់មិនហ៊ាននិយាយថាស្រឡាញ់បើសុំគេរយៈពេលតែ2អាទិត្យហ្នឹងអ្នកទាំងអស់គ្នាបកមួយឈុតកន្លែងណៃមីគីសួរទៅបងពីនវិញពេលហ្នឹងបងពីនគាត់ក៏បានឆ្លើយថាការស្ងៀមស្ងាត់ហ្នឹងគឺជាចំណុចរបស់គាត់ហើយពេលហ្នឹងគឺមីគីកាន់តែយំមកអ្នកទាំងអស់គ្នាគឺគាត់យំកាន់តែខ្លាំងហើយគាត់ក៏បាននិយាយថាអូខេគាត់យកគ្រប់យ៉ាងហើយគាត់ក៏បោះបង់ត្រឹមនឹងដែរគឺគាត់ឈប់រំខានបងពីនទៀតហើយពេលដែលនិយាយរួចហើយគឺគាត់ក៏បានដើរចាក់ចេញទៅទាំងយំខ្លាំងមែនទេអ្នកទាំងអស់គ្នាចំណែកឯបងពីនគាត់ក៏ខំទប់អារម្មណ៍ដែលពេលដែលមីគីបានដើរចេញផុតទៅគាត់ក៏អង្គុយសោកសៅតែម្នាក់ឯងពេលដែលមីគីបានត្រឡប់មកដល់ផ្ទះវិញគឺគាត់បានឈរយំនៅមុខលោកយាយគាត់តែម្ដងហើយយំខ្លាំងហើយបាននិយាយថាគឺបងពីននឹងគឺគាត់នៅតែមិនព្រមសារភាពថាស្រឡាញ់ខ្ញុំទេពេលនេះខ្ញុំចាញ់ហើយមែនទេលោកយាយហើយយំខ្លាំងបដ ாய் គាត់បាននិយាយថាហេតុអ្វីបានបងពីនមិនព្រមស្រឡាញ់គាត់ត្រូវចោះចាញ់ហើយមែនទេហើយចំណែកលោកយាយរបស់គាត់នឹងគឺឈរនៅស្ងៀមមួយកន្លែងអត់ទៅលូងលោមីគីទេគឺគាត់ឈរមើលមីគីយំតែម្ដងទៅមីគីក៏បានលូតជង្គង់អង្គុយយំខ្លាំងបន្ថែមទៀតពេលដែលគាត់ឡើងទៅដល់បន្ទប់ហើយគាត់ក៏កាន់តែយំថែមទៀតយំម្នាក់ឯងមិនគ្រប់ទេនាំបងនីតានឹងយំដែរដោយសារតែបងនីតាគាត់ក៏ខូចចិត្តដែរដោយសារតែគាត់ទើបតែបែកគ្នាពីសង្សាររបស់គាត់ដែរទើបសំស្រឡាញ់គ្នាមិនទាន់បានមួយថ្ងៃផងត្រូវបែកគ្នាវិញនៅអ្នកទាំងអស់គ្នាហើយពីរអ្នកបងប្អូននឹងគឺខូចចិត្តដូចគ្នាដេកយំអោបគ្នាបដ ாய் ទៅហើយចំណែកឯលោកយាយរបស់គាត់នឹងគឺឈរស្ដាប់ចៅរបស់គាត់ទាំងពីរអ្នកយំនឹងនៅខាងក្រៅបន្ទប់ហើយគាត់ក៏ខូចចិត្តដែរប៉ុន្តែគាត់នៅតែប្រកាន់ខ្ជាប់បដ ாய் គឺអ្នកណាដែលស្រឡាញ់ចៅគាត់ត្រូវតែមានឋានៈខ្ពង់ខ្ពស់ដោយគាត់ដោយគ្រួសារគាត់ដែរបានគាត់ព្រមឲ្យស្រឡាញ់ចំណែកឯបងពីនយើងអ្នកវិញគឺបន្ទាប់ពីចាក់ចេញពីកន្លែងដែលគាត់និយាយគ្នាជាមួយនឹងមីគីហើយគាត់ក៏បានទៅកន្លែងចាស់របស់គាត់នឹងគឺគាត់អង្គុយយំសែតែម្នាក់ឯងទៅទាំងដែលគ្រប់គ្នាផ្សេងនឹងគឺគេរំសើចសប្បាយនៅក្នុងបារទៅខុសតែគាត់ទេគឺអង្គុយផឹកបណ្ដើយំបណ្ដើហើយគាត់ក៏បានសម័យទៅកន្លែងដែលមីគីសួរគាត់ថាតើបងស្រឡាញ់ខ្ញុំដែរទេគឺចម្លើយនឹងគឺគាត់អាចឆ្លើយបានទាំងដែលក្នុងចិត្តរបស់គាត់នឹងគឺស្រឡាញ់មីគីខ្លាំងណាស់ប៉ុន្តែបែរជាគាត់មិនឆ្លើយប្រាប់មីគីគាត់សុខចិត្តបៀមទុកតែម្នាក់ឯងគឺដោយសារតែគាត់បាននិយាយសន្យាជាមួយនឹងលោកយាយបងមីគីហើយនឹងគឺដូច្នេះហើយគាត់មិនអាចប្រាប់ថាស្រឡាញ់ទៅកាន់មីគីបានទេមានតែខូចចិត្តម្នាក់ឯងមកអង្គុយផឹកស្រានៅផាទៅពេលដែលត្រឡប់មកដល់ផ្ទះវិញហ្នឹងគឺគាត់ក៏បានចូលទៅបន្ទប់ទៅហើយក៏ដេកដួលនៅនឹងខាងក្រោមទៅគឺអត់បានទៅដេកនៅលើគ្រែទេហើយលោកយាយរបស់គាត់ហ្នឹងក៏បានមកគោះទ្វារនិយាយជាមួយនឹងបងពីនដែរពេលហ្នឹងគាត់ក៏បានសួរតែចៅគាត់ថាតែចៅមានរឿងអ្វីតើយាយអាចចូលទៅខាងក្នុងនិយាយជាមួយនឹងចៅសម្លាញ់បានទេពេលហ្នឹងបងពីនក៏គាត់បាននិយាយថាតើលោកយាយមានការអ្វីដែរលោកយាយគាត់កាន់តែចង់ដឹងថាតើចៅសុខសប្បាយឬអត់អីអញ្ចឹងអ្នកទាំងអស់គ្នាពេលហ្នឹងបងពីនក៏គាត់បាននិយាយថាមិនអីទេលោកយាយខ្ញុំមិនមានបញ្ហាអ្វីទេខ្ញុំគ្រាន់តែត្រូវការពេលខ្លះដើម្បីសម្រួលអារម្មណ៍ម្នាក់សត្វតែខូចចិត្តរៀងខ្លួនបងពីនគាត់ក៏ខូចចិត្តដេកយំអោបឆ្មាបគាត់ទៅនឹមឆ្មាបគាត់នឹងសែតទាំងពីរអ្នកទៅគឺអត់ខុសគ្នាទេមីគីសែតជាមួយនឹងបងនីតាចំណែកបងពីនសែតជាមួយនឹងឆ្មាបគាត់ទៅហើយពួកគាត់ក៏ដេកយំរៀងខ្លួនពេលហ្នឹងទៅពេលយប់ហ្នឹងក៏បានកន្លងផុតទៅចូលដល់ស្អែកឡើងគឺដល់អាហារពេលព្រឹកហ្នឹងគឺអ្នកបំរើហ្នឹងគាត់បានលើកម្ហូបហ្នឹងយកទៅឲ្យមីគីញ៉ាំមិនដែលមីគីអត់ញ៉ាំទេគឺឲ្យគេយកចុះមកក្រោមវិញហើយពេលហ្នឹងគឺបងនីតាគាត់កំពុងតែអង្គុយញ៉ាំជាមួយនឹងលោកយាយហើយស្រាប់តែពេលហ្នឹងគឺគាត់ឃើញ
អ្នកបម្រើហ្នឹងយកអាហារមកវិញទៅគាត់ក៏បាននិយាយថាហេតុអ្វីបានមីគីមិនព្រមញ៉ាំបែបហ្នឹងគាត់បាននិយាយឲ្យម៉ូនីតាហ្នឹងទៅជួយមើលប្អូនរបស់គាត់ទៅដោយសារតែមីគីហ្នឹងអត់បានញ៉ាំអាហារពេលព្រឹកហ្នឹងច្រើនពេលហើយម៉ូនីតាគាត់ក៏បាននិយាយថាថ្ងៃនេះគឺមានការប្រជុំធំមួយដូច្នេះគាត់អាចទៅមើលថៃមីគីបានទេគឺគាត់ប្រញាប់ទៅប្រជុំហើយគាត់លេងញ៉ាំទៀតហើយពេលដែលម៉ូនីតាគាត់រកក្រោបឡាទៅហ្នឹងគឺលោកយាយរបស់គាត់ក៏បាននិយាយថាហេតុអ្វីក៏ឯងធ្វើបែបហ្នឹងតើការងារហ្នឹងសំខាន់ជាងប្អូនស្រីរបស់ឯងមែនទេពេលហ្នឹងបងនីតាគាត់ក៏បានអង្គុយចោលវិញហើយគាត់ក៏បានតបទៅកាន់លោកយាយវិញថាសំណួរហ្នឹងគឺលោកយាយគួរតែសួរខ្លួនឯងទៅត្រូវជាងព្រោះលោកយាយធ្វើបែបហ្នឹងតើលោកយាយតែងគិតពីអារម្មណ៍មីគីដែរឬទេរឿងទាំងអស់ហ្នឹងខ្ញុំមិនអាចជួយបានទេគឺមានតែលោកយាយទេដែលជាអ្នកសម្រេចចិត្តខ្លួនឯងហ្នឹងហើយគាត់ក៏បានត្រឡប់ទៅធ្វើការរបស់គាត់ទៅគឺគាត់លេងនៅជាមួយនឹងលោកយាយគាត់ទៀតហើយគឺគាត់ក្រោកចេញទៅបាត់ទៅចំណែកលោកយាយគឺនៅពេលដែលឮបងនេតានិយាយថាឲ្យវិញបែបហ្នឹងគាត់ក៏រៀងស្ងាត់បន្តិចដែរមិនយូរប៉ុន្មានមីគីក៏បានចូលមកក្រោមហើយក៏បានទៅមើលការងារនៅហាងរបស់គាត់នឹងពេលហ្នឹងលោកយាយក៏គាត់បាននិយាយថាតែចៅមិនអីទេឬហើយអ្វីបានជាចៅមកញ៉ាំអាហារពេលព្រឹកអញ្ចឹងមីគីក៏គាត់បាននិយាយថាមិនអីទេលោកយាយខ្ញុំធម្មតាទេខ្ញុំចង់ទៅមើលការងារនៅហាងព្រោះខ្ញុំខានទៅច្រើនថ្ងៃហើយលោកយាយក៏គាត់បន្តសួរថាតើចៅច្បាស់ទេមិនមកឲ្យគេជូនចៅទៅមីគីក៏គាត់បាននិយាយថាមិនអីទេលោកយាយខ្ញុំអាចមើលថែខ្លួនឯងបានហើយពេលហ្នឹងគឺមីគីគាត់បានទៅមើលការងារនៅហាងរបស់គាត់ហ្នឹងពេលហ្នឹងគាត់កំពុងតែធ្វើមកឆាឲ្យភ្ញៀវរបស់គាត់ហ្នឹងហើយធ្វើហ្នឹងគឺអារម្មណ៍នៅក្នុងខ្លួនទេមិនដឹងដាក់គ្រឿងស្អីខ្លះទេពេលដែលលើកយកទៅឲ្យភ្ញៀវហ្នឹងគឺភ្ញៀវធ្វើអត់កើតទេពេលហ្នឹងគឺភ្ញៀវហ្នឹងគឺគាត់បានយកមកឆាហ្នឹងជះទៅមីគីបដ ாய் ប្រឡាក់ពេញខ្លួនពេញប្រាណអស់លេងគឺគេថាហេតុអ្វីក៏មកឆានេះញ៉ាំមិនកើតមិនក៏វាមិនឆ្ងាញ់ដូចដែលគេថតប្រម៉ូទបែបហ្នឹងគឺពេលហ្នឹងគឺអ្នកគ្រប់គ្រងនៅហាងហ្នឹងក៏បានមកនិយាយជាមួយនឹងភ្ញៀវហើយក៏បានឲ្យមីគីហ្នឹងត្រឡប់ទៅផ្ទះវិញលោកយាយមីគីពេលដែលឃើញគេធ្វើបាបចៅគាត់បែបហ្នឹងគឺគាត់ឲ្យអង្គរៈរបស់គាត់ហ្នឹងទៅនាំមីគីត្រឡប់មកផ្ទះវិញដោយសារតែគាត់ធ្វើចិត្តមិនបានទេពេលដែលឃើញចៅរបស់គាត់ហ្នឹងត្រូវគេធ្វើបាបបែបហ្នឹងពេលដែលមីគីបានត្រឡប់មកដល់ផ្ទះវិញហ្នឹងគឺលោកយាយរបស់គាត់បានដើរមកនិយាយជាមួយនឹងមីគីដោយគាត់បាននិយាយថាតើនរណាគេដែលប្រាប់គាត់ថាខ្ញុំមិនអីហ្នឹងប៉ុន្តែជាស្ដែងហេតុអ្វីបានជាខ្លាយទៅជាបែបហ្នឹងមីគីក៏គាត់បាននិយាយតទៅកាន់លោកយាយរបស់គាត់ថាគាត់បានព្យាយាមអស់ហើយប៉ុន្តែនៅតែកាត់ចិត្តមិនបានលោកយាយក៏បាននាំមីគីទៅអង្គុយសម្រាប់សិនហើយក៏បាននិយាយលួងលោមមីគីថាចៅនៅមានលោកយាយហើយនឹងបងនីតាដែលនៅមើលថៃចៅដែលតើចៅកុំខូចចិត្តអីមូលហេតុដែលលោកយាយព្យាយាមធ្វើបែបហ្នឹងគឺដោយសារតែលោកយាយចង់ឲ្យចៅជួបមនុស្សដែលល្អបំផុតសម្រាប់ជីវិតរបស់ចៅគឺលោកយាយមិនមានបំណងអាក្រក់អ្វីផ្សេងទេចៅគួរតែយល់អំពីលោកយាយហើយថាមែនទេចៅស្រីមីគីក៏បាននិយាយតបទៅកាន់លោកយាយគាត់ថាខ្ញុំយល់ហើយលោកយាយកំហុសគ្រប់យ៉ាងហ្នឹងគឺមិនមែនដោយសារតែលោកយាយទាំងស្រុងនោះទេបញ្ហាដែលធំបំផុតហ្នឹងគឺដោយសារតែបងពីនគាត់មិនព្រមសារភាពថាស្រឡាញ់ខ្ញុំនឹងឯងបើសិនបើបងពីនគាត់ព្រមនិយាយថាស្រឡាញ់ខ្ញុំហើយព្រមតស៊ូនៅក្បែរគ្នាជារៀងរហូតខ្ញុំក៏មិនត្រូវព្យាយាមបោះបង់ការតាំងចិត្តបែបហ្នឹងទេព្រោះវាធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងណាស់លោកយាយក៏កាត់បាននិយាយលួងមីគីបន្ថែមទៀតថាគាត់ដឹងគ្រប់យ៉ាងវាគឺជាការពិតនឹងឯងវាមិនខុសត្រង់ណាទេមីគីក៏គាត់បាននិយាយអរគុណទៅកាន់លោកយាយរបស់គាត់ថាដែលព្រមនិយាយស្មោះត្រង់ជាមួយនឹងគាត់និងធ្វើឲ្យគាត់នឹងដឹងពីបញ្ហានឹងកាន់តែច្បាស់លោកយាយគាត់ក៏បាននិយាយទៅវិញថាមិនចាំបាច់អរគុណគាត់ទេព្រោះពាក្យទាំងអស់ហ្នឹងគឺវាមិនងាយស្រួលក្នុងការនិយាយបើកចំហនោះទេបន្ទាប់មកមីគីក៏គាត់បាននិយាយបន្តទៀតថាលោកយាយអ្វីដែលខ្ញុំបាននិយាយសន្យាជាមួយនឹងលោកយាយពីលើកមុនហ្នឹងថាបើសិនជាខ្ញុំមិនអាចយកឈ្នះឲ្យបងពីនសារភាពព្រមថាស្រឡាញ់ខ្ញុំទេគឺខ្ញុំនឹងព្រមធ្វើអ្វីគ្រប់យ៉ាងទៅតាមយាយដែលលោកយាយចង់បានលោកយាយក៏កាត់បានតបថាមិនចាំបាច់ប្រញាប់ពេកទេទុកឲ្យឯងហ្នឹងគឺកាត់ចិត្តយូរបន្តិចទៅឲ្យនៅបែកគ្នាយូរបន្តិចទៅកាត់មិនបង្ខំទេទុកឲ្យពេលវេលាដើរដោយខ្លួនឯងទៅហើយមីគីเขาកាត់បាននិយាយទៅកាន់លោកយាយរបស់គាត់ថាតើពិតដែលអត់ដែលលោកយាយព្រមឲ្យពេលដែលខ្ញុំនឹងកាត់ចិត្តលោកយាយក៏កាត់ឆ្លើយថាតើកាត់
និយាយហើយគិតមិនកន្លះសំដីទេមីគីក៏បាននឹងអង្គុយយំអោបលោកយាយរបស់គាត់ទៅរឿងតាមស្នេហ៍បងដោយជើងមេឃភាគទី16ចាប់តែប៉ុណ្ណឹងកុំភ្លេចតាមដានភាគបន្តនៅថ្ងៃស្អែកផងណាភាគបន្តនៅថ្ងៃស្អែកហ្នឹងអាចនឹងជាភាគបញ្ចប់ផងដែរអ្នកទាំងអស់គ្នាបើសិនជា admin មានពេលសម្រាប់ដល់បញ្ចប់ហ្នឹងកុំភ្លេចជួយ subscribe ដល់ admin ម្នាក់មួយផងណាអរគុណច្រើនបាយបាយ